ក្រុមវិសុបបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំនឹងចែកម្លែកបងប្អូនពីទុរេនពាក់ព័ន្ធជាមួយនឹងទុរេនគឺវាមានគុណសម្បត្តិនិងគុណវិបត្តិណាហើយសូមជម្រាបបងប្អូនដែរថាទុរេនត្រូវបានគេប្រសិទ្ធនាមថាជាស្ដេចនៃផ្លែឈើដោយសារតែវាមានរសជាតិឆ្ងាញ់ប្លែកផ្អែមឈ្ងុយនិងមានរូបរាងប្លែកពីគេផងដែរប៉ុន្តែក្រៅពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះគឺក៏វាមានគុណសម្បត្តិនិងគុណវិបត្តិទៅដល់សុខភាពរបស់យើងដែរអញ្ចឹងយើងគួរតែដឹងដែរពាក់ព័ន្ធជាមួយនឹងទុរេនអញ្ចឹងខាងក្រោមនេះខ្ញុំនឹងបង្ហាញបងប្អូនពីគុណសម្បត្តិនិងគុណវិបត្តិនៃទុរេនអញ្ចឹងពាក់ព័ន្ធជាមួយនឹងគុណសម្បត្តិគឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ទុរេនវាមានផ្ទុកនៅសារធាតុវីតាមីននិងសារធាតុរ៉ែជាតិរ៉ែជាច្រើនដូចជាពពួកវីតាមីន C វីតាមីន B កំភ្លេចប៉ូតាស្យូមម៉ង់ហ្គាណេសនិងជាតិដែកដែលជួយទ្រទ្រង់រាងកាយឲ្យមានថាមពលខ្លាំងណាហើយក៏វាជួយទៅដល់ប្រព័ន្ធរំលាយអាហារវាមានជាតិសរសៃ fiber ខ្ពស់ដែលជួយសម្រួលទៅដល់ការបន្តប៉ង់និងការពារបញ្ហាទល់លាមកផងដែរហើយវាជំនួយទៅដល់សុខភាពបេះដូងអញ្ចឹងជាតិប៉ូតាស្យូមនៅក្នុងទុរេនហ្នឹងក៏វាជួយគ្រប់គ្រងសម្ពាធឈាមឲ្យមានតុល្យភាពនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយក៏វាប្រឆាំងអុកស៊ីតកម្មនិងសារធាតុ polyphenol និង flavonoid នៅក្នុងទុរេនហ្នឹងក៏វាជួយការពារកោសិការាងកាយពីការបំផ្លាញនិងជួយពន្យាភាពចាស់ហើយក៏វាជួយអារម្មណ៍យើងបានល្អឲ្យអារម្មណ៍យើងល្អនិងការគេងលក់នឹងស្រួលហើយក៏វាមានផ្ទុកនៅអាស៊ីតអាមីណេមួយយ៉ាងដែលមានឈ្មោះថាត្រីតូប៉ែតដែលរាងកាយយកទៅបំប្លែងណាជាសារធាតុសេរ៉ូតេនីនវាជួយកាត់បន្ថយ stress និងធ្វើឲ្យយើងនឹងគេងលក់ស្រួលហើយពាក់ព័ន្ធជាមួយនឹងគុណវិបត្តិវិញគឺគុណវិបត្តិគឺវាមានការីខ្ពស់បាទការីជាតិស្ករនឹងខ្ពស់ខ្លាំងហើយយើងញ៉ាំច្រើនពេកគឺធ្វើឲ្យយើងនឹងឡើងទម្ងន់លឿននិងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងភ្លាមតែម្ដងអញ្ចឹងមិនគួរពាក់ព័ន្ធជាមួយបងប្អូនដែលមានបញ្ហាទឹកនោមផ្អែមមិនគួរញ៉ាំទុរេនទេគឺវាធ្វើឲ្យជាតិស្ករយើងឡើងខ្ពស់ណាហើយក៏វាបង្កឲ្យមានការៈក្តៅក្នុងហើយតាមបែបវិទ្យាសាស្ត្របុរាណគឺទុរេនជាផ្លែឈើដែលមានធាតុហឹរក្តៅដែលយើងញ៉ាំច្រើនពេកធ្វើឲ្យក្តៅក្នុងនិងពងបែកមាត់ឬក៏បញ្ហាឈឺបំពង់កហើយក៏វាធ្វើឲ្យយើងមានបញ្ហាប្រព័ន្ធរំលាយអាហារចឹងការញ៉ាំច្រើនពេកគឺអាចបណ្ដាលឲ្យយើងហើមពោះឬក៏ភើមានខ្យល់ខ្លាំងនៅក្នុងពោះណាបាទមានខ្យល់ក្នុងពោះហើយចំពោះអ្នកដែលមានបញ្ហាកាពះខ្សោយអីចឹងណាហើយបញ្ហាគ្រោះថ្នាក់ខ្លាំងញ៉ាំជាមួយនឹងគ្រឿងស្រវឹងតែម្ដងគឺសារធាតុស្ពាន់ធម៌នៅក្នុងទុរេនហ្នឹងគឺវាអាចរារាំងអង់ស៊ីមដែលជួយបំលែងជាតិអាល់កុលនៅក្នុងរាងកាយចឹងការញ៉ាំទុរេនរួមគ្នាជាមួយនឹងស្រាឬក៏ប៊ីយ៉ាអាចបណ្ដាលឲ្យយើងក្អួតឬក៏ចង្អោចឹងបេះដូងលោតញាប់ឬក៏បញ្ហាគ្រោះថ្នាក់ទៅដល់ជីវិតតែម្ដងចឹងបងប្អូនគួរតែកុំពាក់ព័ន្ធជាមួយបងប្អូនដែលញ៉ាំប៊ីយ៉ាឬក៏ស្រាគឺកុំញ៉ាំទុរេនណាបងប្អូនហើយបងប្អូនមិនគួរញ៉ាំក្នុងបរិមាណច្រើនពេកទេគឺញ៉ាំតែ2ទៅ3គ្រាប់បានហើយក្នុងមួយថ្ងៃអញ្ចឹងគ្រប់គ្រាន់ហើយបងប្អូន1គ្រាប់ទៅ2គ្រាប់ឬក៏អាចទៅ3គ្រាប់ណាក្នុងមួយថ្ងៃហើយក្រោយពេលយើងញ៉ាំទុរេនរួចគឺយើងត្រូវញ៉ាំទឹកឲ្យបានច្រើនឬក៏ញ៉ាំទឹកពូតចេញពីសម្បកវាណាហ្នឹងតាមបែបបុរាណនេះដើម្បីជួយកាត់បន្ថយជាតិក្តៅណាចឹងបងប្អូនដែលមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែមឬក៏បញ្ហាតម្រងនោមគួរតែកាត់បន្ថយឬក៏ញ៉ាំតិចតួចមែនតែនពាក់ព័ន្ធជាមួយនឹងទុរេនទៅវាធ្វើឲ្យប៉ះពាល់ដល់សុខភាពជំងឺរបស់យើងណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្ណឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំចែកម្លែកពីបញ្ហាគុណវិបត្តិនិងគុណសម្បត្តិនៃផ្លែទុរេនអញ្ចឹងអរគុណច្រើនបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ